ការពិព្រឹកមិញហ្នឹងឃើញបងប្អូនគេទិញនំបញ្ចុកស្លគ្រីមកយកពីតំណងអូយដល់ទៅពេលឃើញអញ្ចឹងខ្ញុំក៏ប្រាប់ខ្ញុំថាតែខ្ញុំឃើញក្មេងៗទិញស្លគ្រីនំបញ្ចុកតំណងខ្ញុំចង់ផ្ញើគេទិញដែរដល់ហើយប្តីថាផ្ញើគេទិញទេអូនចាំយើងពង្រីកយើងស្លញ៉ាំហ្មងបើមានបងប្អូនណាចង់ចេះពីរបៀបស្លអាចមើលវីដេអូនេះដល់ចប់ទៅចេះស្លល្មមគ្រឿងផ្សំវាក៏មានអីពិបាកដែរបងប្អូនបើសម្រាប់បន្លែវិញមានត្រប់វែស្បែកគោតម្រងជ្វីសម្រាប់ផ្លែតឡាចបងប្អូនចង់ដាក់ក៏បានអត់ក៏បានតែនេះម៉ាក់ខ្ញុំផ្ញើពីស្រុកមកអញ្ចឹងខ្ញុំក៏ដាក់ទៅហើយកុំភ្លេចខ្ទិះដូងដែរបងរបៀបដេកខ្ញុំស្លនេះអាចនឹងខុសពីបងប្អូនបន្តិចគឺខុសគ្នាតាមរបៀបស្លរៀងៗខ្លួនអញ្ចឹងណាបងប្អូនបើបងប្អូនគិតថាវិធីនេះងាយស្រួលក៏ស្លតាមវិធីនេះទៅតែបើបងប្អូនគិតថាវិធីបងប្អូនស្លងាយស្រួលជាងក៏ស្លតាមវិធីបងប្អូនទៅប៉ុន្តែរសជាតិគឺអាចឆ្ងាញ់ដូចគ្នាឥឡូវនេះដេកខ្ញុំក៏បានបំពងខ្ទឹមសឲ្យឈ្ងុយហើយក៏គាត់ដាក់ខ្ទឹមក្រហមចូលពេលដែលយើងបំពងខ្ទឹមក្រហមនេះឲ្យឈ្ងុយហើយយើងក៏ដាក់ស្លឹកក្រូចក៏ឈើអែមហើយនឹងគល់ស្លឹកគ្រៃចូលតែម្ដងទៅបងហើយក៏ដាក់ម្ទេសខ្លោកដែលយើងចិញ្ច្រាំចូលដែរហើយយើងក៏កូរវាឲ្យសព្វទៅបងប្អូនឥឡូវនេះស្លយើងបានឈ្ងុយបដាហើយបងប្អូនមើលពណ៌គេតំណងហ្នឹងបើធ្វើតាមវិធីនេះងាយស្រួលបងប្អូនអត់ចាំបាច់ហត់បុកគ្រឿងបុកអីច្រើនទេហើយបើនិយាយពីរសជាតិវិញណាធានាថាឆ្ងាញ់តែម្ដងបងប្អូនអូយដល់វគ្គគេដាក់កាពិហើយសណ្តែកដីបងប្អូនបន្ទាប់មកយើងក៏ដាក់ខ្ទិះដើមចូលបងប្អូនដាក់បន្តិចសិនបានហើយដើម្បីឲ្យយើងរុញគ្រឿងទៅឲ្យឈ្ងុយបន្ទាប់មកយើងក៏កូរវាមកបងប្អូនអូយនិយាយពីថានៅខាងក្រៅវិញណាឈ្ងុយសាហាវបន្ទាប់ពីខ្ទិះដូងយើងក្លិនឈ្ងុយពេញផ្ទះហើយបងប្អូនយើងក៏ដាក់ឆ្អឹងជ្រូកយើងចូលមកហើយក៏ដាក់ម្សៅការីកន្លះកញ្ចប់បងប្អូនបន្ទាប់មកទៀតយើងក៏កូរសាច់នឹងចុះឡើងឲ្យឈ្ងុយទៀតយើងក៏ដាក់ដលងចូលមិនគេព្រោះដលងរឹងអត់អីផុយបន្ទាប់ពីដាក់ដលងហើយយើងក៏ដាក់អាខ្ទិះដើមដែលនៅសល់ហ្នឹងបងប្អូនយើងដាក់ចូលឲ្យអស់មកបងប្អូនអើយបញ្ជាក់បន្តិចឃើញខ្ទះតូចអញ្ចឹងណាតែលោកសាហាវខ្ទិះដូងកន្លះគីឡូចាហើយយើងក៏ចាប់ផ្ដើមមកងាស់វាទៀតបងប្អូនមកងាស់វាតតែរៀងដាច់ទឹកឲ្យវាឈ្ងុយពេញផ្ទះហ្មងឈ្ងុយយកមែនតែបន្ទាប់មកយើងក៏ដាក់អាខ្ទិះចុងយើងទាំងអស់ចូលមកតែម្ដងស្លនេះបងប្អូនយើងមិនចាំបាច់ដាក់ទឹកសាបទេបងប្អូនគឺដាក់តែខ្ទិះដូងចឹងហើយបានឆ្ងាញ់ខ្ទិះសាហាវញ៉ាំមួយម៉ាត់ណាក៏ខ្ទិះភ្លក់មួយម៉ាត់ណាក៏ខ្ទិះនិយាយពីថាខ្ទិះតាំងពីដើមរហូតដល់ចប់ហ្មងតំណងឯបងប្អូនតំណងអត់មាននិយាយថាមិនតំណងយ៉ាងម៉េចបងប្អូនបន្ទាប់មកយើងក៏ដាក់ត្រប់ចូលមកនឹងបន្លែយើងតឡាចអីហ្នឹងដាក់ចូលអស់មកពេលដែលយើងដាក់បន្លែអស់ហើយអាស្បែកគោយើងចាំដាក់ក្រោយគេបងប្អូនដាក់តែបន្លែពួកនេះសិនព្រោះអីស្បែកគោក៏វាឆាប់រលួយដែរចាំដាក់ក្រោយគេយើងដាក់គ្រឿងតែម្ដងឥឡូវយើងបានដាក់ស្បែកគោចូលហើយបងប្អូនឥឡូវនេះដល់វគ្គពិសេសហើយបងប្អូនគឺដល់វគ្គវាយគ្រឿងវគ្គវាយគ្រឿងហ្នឹងក៏មានអីដែរបងប្អូនដាក់ទឹកដោះគោខាប់2វែកមកហើយក៏ដាក់រ៉ូឌីដាក់ប៊ីចេងដាក់ទឹកត្រីហើយក៏ភ្លក់មើលទៅបងប្អូនបើស្ទើរអីថែមទៀតទៅបើមិនស្ទើរទេក៏ប៉ុណ្្នឹងទៅហើយក៏យើងនឹងចាំរហូតតតែសម្លនឹងពុះក្រិចហើយចាំយើងបិទភ្លើងរួចជាការស្រេចបងប្អូនងាយស្រួលឯងបងប្អូនគាត់តែមើលចប់គឺចេះស្លតែម្ដងចឹងណាវីដេអូមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បាយ